ទីមួយខ្ញុំឆ្លាញ់ខាង networking យើងបានស្គាល់បងច្រើនបោកសិនសម្ងួត business ហើយនិង designer សំខាន់បំផុតគឺ branding របស់ពួកយើងហើយនិង strategy ខ្ញុំនៅតែមានអារម្មណ៍ដូចខ្ញុំមិនសិនមុននឹងអញ្ចឹងខ្ញុំអត់ដឹងថាចប់ពីកាលព្រោះដោយសារវក់ជាមួយនឹងវគ្គរបស់គាត់ពីខ្ញុំទៅរំពឹងទុកថា strategy ហើយនិងnetworking ជាមួយនឹង session នេះគឺល្អខ្លាំងមែនតើទីមួយខ្ញុំឆ្លាញ់ខាង networking យើងបានស្គាល់បងច្រើនបន្ទាប់ពីខ្ញុំបាន networking ហើយស្គាល់ជាមួយនឹងបងម៉ាស៊ីនសម្ងួត business ហើយ lawyer ហើយនិង designer អញ្ចឹងជាអ្វីដែលខ្ញុំត្រូវអាចនឹងប្រើប្រាស់ទៅញ៉ាំអនាគតពី session នេះហ្មងគឺខ្ញុំរៀនបានច្រើនជាមួយនឹង strategy ហើយនឹងបានន័យថា creative អីផ្សេងហើយនឹង branding នៅក្នុងញ៉ៃផ្ទាល់ហើយខ្ញុំ learn សំខាន់បំផុតគឺ branding របស់ពួកយើងហើយនឹង strategy ទទួលបានចំណេះដឹងច្រើនតាក់ទងពីការធ្វើអាជីវកម្មហើយក៏ដូចជាការស្គាល់នៅបណ្ដាដៃគូដែលគាត់មកសិក្សាជាមួយគ្នានៅទីនេះផងដែរចំពោះការចូលរួមកម្មវិធីនេះពិតដូចជាការរំពឹងទុកផងបងមែនដូចរបៀបលក្ខណៈថាពេលមកដល់អញ្ចឹងគឺគាត់បានប្រយោជន៍ក្បោះក្បាយជាច្រើនតាក់ទងជាមួយនឹងការធ្វើអាជីវកម្មដែលការប្រយោជន៍របស់គាត់គឺមានលក្ខណៈល្អងាយស្រួលស្ដាប់ហើយវាពិតជាក់ស្ដែងទៅក្នុង reality ដែលធ្វើឲ្យខ្ញុំនឹងអាចមានឱកាសចាប់បានជាច្រើននៅចំណេះដឹងទាំងអស់នោះផងដែរអញ្ចឹងណាសម្រាប់ខ្ញុំចំណុចដែលសំខាន់បំផុតនោះគឺការធ្វើ marketing ពីព្រោះដោយសារតែសប្តាហ៍នេះគឺខ្ញុំបុគ្គលមួយដែលត្រូវរកចំណូលក្រុមហ៊ុនតាក់ទងជាមួយនឹងខាងផ្នែកសារដូច្នេះតាក់ទងជាមួយនឹងការបង្រៀនរបស់គាត់គឺគាត់បញ្យល់ល្អិតតាក់ទងជាមួយនឹង marketing និងក៏របៀបដូចជាការណែនាំទៅកាន់អតិថិជនផងដែរអញ្ចឹងណា topic start business ហ្នឹងវាជា topic មួយដែលទូទៅគ្រាន់ថាយើងចង់ start business មួយយើងមិនដឹងថាត្រូវចាប់តាមពីណាទៅណាទេអញ្ចឹងខ្ញុំបានចាប់ពាក្យមួយពីលោកគ្រូដូចជា president គឺពាក្យ prototype ន័យថាយើងដឹងប៉ុន្តែយើង at least យើងត្រូវមាន sample យើងត្រូវសាកត្រូវមាន test vision មុននឹងយើង implement ដើម្បីកុំឲ្យវាអស់លុយច្រើនពេកពិសេសមែនទែនមិនថាតែខ្ញុំទេសូម្បីអ្នកដែលចង់ start អាជីវកម្មទូទៅក៏គាត់ស្គាល់ពីហ្នឹងដែរគឺទៅទៅនឹង team ហើយធ្វើម៉េចយើង build team របស់យើងហ្នឹងឲ្យវាឲ្យឆ្លោះគ្នាសម្រាប់ខ្ញុំគិតថា short course ដែលមានរយៈពេលទៅ2ម៉ោងកន្លះហ្នឹងអាចដូចថាធំតែ 70% នៃការគិតទេប៉ុន្តែចាក់ស្ដែងលើសពីហ្នឹងទៀតព្រោះអាចថាជាសារដែលខ្ញុំមានអារម្មណ៍ផ្ទាល់ខ្លួនជាមួយនឹង short course ហ្នឹងអញ្ចឹងអ្នកដែលកំពុងឲ្យចាប់ផ្ដើមអាជីវកម្មអ្នកដែលកំពុងដែលដូចថាមានគម្រោងចង់ធ្វើអាជីវកម្មអ្នកមានគម្រោងអ្នកកំពុងចាប់ផ្ដើមហើយអ្នកចាប់ផ្ដើមហើយតែ start ខ្ញុំគិតថាអត់គួររំលងជាមួយនឹងវគ្គនេះទេអូខេបើខ្ញុំផ្ទាល់ខ្ញុំចាប់ផ្ដើមអាជីវកម្មថ្មីថ្មោងអាចថាអត់ទាន់ដល់មួយឆ្នាំទេហើយវាមានបញ្ហាច្រើនមែនតើខ្ញុំគិតថាការចាប់ផ្ដើមអាជីវកម្មវាគួរតែមានតែហិរញ្ញវត្ថុមួយទៅអាចនឹងគ្រប់គ្រាន់ប៉ុន្តែដល់ពេលរៀនមួយលោកគ្រូមកធនធានមានជាមួយនឹង system មានជាមួយនឹងសូម្បីតែអ្នកចូលរួម internal external អីមកទាំងអស់សូម្បីតែ motivate អីមកទាំងអស់ហើយគាត់សម្រាយមួយតែខ្ញុំអត់នឹកស្មានថា2ម៉ោងកន្លះអាចវាជាអ្វីដែលខ្ញុំចង់បានហើយខ្ញុំនៅតែមានអារម្មណ៍ដូចខ្ញុំមិនសិនមុននឹងអញ្ចឹងខ្ញុំអត់ដឹងថាចប់ពីកាលព្រោះដោយសារវក់ជាមួយនឹងវគ្គរបស់គាត់ខ្ញុំឃើញចំណុចមួយដែលគាត់រៀបចំថាពេលខ្លះយើងឆ្ងល់ថាហេតុអីបានជាបើកទៅចេះដួលបើកទៅចេះដួលដល់ពេលយើងទៅមើលកលេចពី system ដែលគាត់បានរៀបមកវាមានច្រើនក៏ប៉ុន្តែនៅពីក្រោយ behind ដែលយើងរៀប road map មួយវាអត់ដូចអ្វីដែលយើងសម្លឹងឃើញទេវាមានច្រើនមានកលុកកលាក់មានឧបសគ្គច្រើនមែនតើហើយដល់ពេលយើងមកបងមកនឹងទៅខ្ញុំបងឃើញថាការដោះរបស់គាត់ជាមួយនឹងការបង្ហាញពី quote មួយចំនួនដែលយើងគិតថាវាគ្រាន់តែជាអានសភៅទៅក៏បានដែរ quote មួយចំនួនប៉ុន្តែអត់ទេគាត់សម្រាយលើសពីការយល់ឃើញដែលយើងគាត់នៅមើលពេលខ្លះបងមើលសភៅទៅបងគិតបានតែត្រឹមថា 50% ប៉ុន្តែគាត់អាចទៅថា 99% ដែលយើងអាចរំលេចពីដូចថាពី quote នឹងមកដែរបើសិនជាមានលើក្រោយបងនឹងចូលរួមហើយត្រូវទៅចូលរួមហើយអាចនឹងនៅថែមមកច្រើនទៀតព្រោះដោយសារតែវាល្អមែនតើសម្រាប់អ្នកដែលចាប់ផ្ដើមឬក៏អ្នកកំពុងតែ start ហើយមួយទៀតអ្នកដែលគាត់ដូចថាមានវ័យសបាក់សបាលបងកុំថាតអ្នកអាយុចាស់បានមករៀនបងគាត់ថាអត់ទេយើងគួរតែរៀបចំ prepare វាឲ្យហើយឬក៏ដូចថា road map ខ្លះវាអត់ត្រូវទេដល់ពេលយើងមកជួបជាមួយនឹងបងម្ចាស់អាជីវកម្មផ្សេងវា looking wow មួយមកបែបទៀតដូចថាយើងខ្វះអីចាប់គេបំពេញអីកន្លែងហ្នឹងហើយបងគាត់ថាបងត្រូវតែមកទៀតព្រោះដោយសារមកលើកនេះបងជួបម្ចាស់អាជីវកម្មច្រើនមកលើកក្រោយបងជួបម្ចាស់អាជីវកម្មច្រើនផ្សេងទៀតអញ្ចឹងអត់មានអីត្រូវខាត